ខ្ញុំឃើញមួយរយៈនេះគ្នាយើងគឺបបរជាមួយនឹង FT Launcher ខ្លាំងមែនតើហើយបើសិនជាអ្នកទាំងគ្នាអត់ស្គាល់ FT Launcher ហ្នឹងគឺជាអីទេខិតមកចុចខ្ញុំតិចមកចាំខ្ញុំប្រាប់អញ្ចឹង FT Launcher គឺជា app មួយដែលយើងអាចលេង Minecraft នៅលើ computer បានដោយ free គឺវាអត់មានគិតលុយទេហើយអ្នកទាំងគ្នាដឹងស្រាប់ថា Minecraft បើសិនជាយើងចង់លេងយើងត្រូវទិញ game ឬមួយក៏ទិញ account Minecraft Premium ដើម្បីដាក់ទៅក្នុង client ណាមួយដើម្បីលេងប៉ុន្តែវិធីទាំងអស់ហ្នឹងគឺសុទ្ធតែឲ្យអ្នកទាំងគ្នាចំណាយលុយទាំងអស់ប៉ុន្តែ FT Launcher នៅពេលដែលអ្នកគ្នាលេងទៅគឺអត់មានគិតលុយមួយក៏គិតសេវាគិតប្រាក់អីពីអ្នកទាំងគ្នា100 រៀលទេអញ្ចឹងហើយបានគ្នាយើងចូលចិត្តលេង FT Launcher នេះខ្លាំងមែនតើមកដល់ចំណុចនេះខ្ញុំចង់បញ្ជាក់អ្នកគ្នាមួយគឺរបស់នៅលើโลกនេះអត់មាន free ទេអ្នកទាំងគ្នាហើយហ្នឹងហើយអ្នកដែលប្រើ FT Launcher ទៅមករយៈនេះខ្ញុំឃើញគាត់ទៅប្រើ tool មួយនៅក្នុង Windows ដែល tool ហ្នឹងមានឈ្មោះថា MRT ហើយនៅក្នុង tool ហ្នឹងផងដែរគឺមាន3ជម្រើសទី1គឺ Quick Scan ទី2គឺ Full Scan និងទី3យើងចង់ scan ណាដែលយើងចង់ scan ប៉ុន្តែគោលដៅរបស់ខ្ញុំថ្ងៃហ្នឹងគឺអត់មានចង់និយាយពីហ្នឹងទេអញ្ចឹងអ្នកគ្នាចង់ប្រើអា tool ហ្នឹងក៏ប្រើទៅវាអត់មានបញ្ហាអីទៅដល់កុំព្យូទ័ររបស់អ្នកទាំងអស់គ្នាទេអញ្ចឹងគោលដៅរបស់ខ្ញុំថ្ងៃហ្នឹងគឺខ្ញុំចង់និយាយថា FT Launcher គឺវាពិតជាមានមេរោគមែនហើយអាចចំពោះចំណុចមួយហ្នឹងខ្ញុំគិតថាគ្នាយើងគឺដឹងច្រើនហើយដោយសារតែវាគឺជារបស់ free ឬមួយក៏យើងអាចនិយាយបានថាវាជារបស់ក្រៃអញ្ចឹងទៅអញ្ចឹងវាគឺតែមានមេរោគមួយក៏ virus ចូលមកក្នុងកុំព្យូទ័ររបស់យើងហើយការនិយាយរបស់ខ្ញុំមួយនេះគឺខ្ញុំមិនមែនចង់ឲ្យអ្នកទាំងគ្នាទៅលុប FT Launcher ចោលទៅទិញ game មួយក៏ទិញ account Minecraft Premium ដើម្បីទៅ log in ក្នុង client ណាមួយដើម្បីលេងទេគឺអ្នកទាំងគ្នាលេងទៅប៉ុន្តែខ្ញុំសូមបញ្ជាក់មួយបើសិនជាកុំព្យូទ័ររបស់អ្នកទាំងគ្នាមានផ្ទុកឯកសារសំខាន់ច្រើនឬមួយក៏មានកងធនាគារមានលុយច្រើនគឺខ្ញុំអត់ recommend ឲ្យអ្នកគ្នាលេង FT Launcher នឹងទេដោយសារតែវាអាចនឹងប៉ះពាល់ទៅដល់ឯកសាររបស់អ្នកទាំងគ្នាអញ្ចឹងបើសិនជានៅក្នុងកុំព្យូទ័ររបស់អ្នកទាំងគ្នាអត់មានឯកសារអីធំដុំឬមួយក៏មានលុយច្រើនទេអ្នកគ្នាលេង FT Launcher ដោយអត់ខ្វល់តែម្ដងប៉ុន្តែបើសិនជានៅក្នុងកុំព្យូទ័ររបស់អ្នកទាំងគ្នាមានឯកសារសំខាន់ឬមួយក៏មានកងធនាគារមានលុយច្រើនអ្នកគ្នាពេលលេងទៅអាចនឹងភ័យខ្លួនទីអីដោយសារតែអាហ្នឹងវាមាន virus អញ្ចឹងត្រឡប់មកវិញបើសិនជាអ្នកគ្នាចង់លេងក៏លេងទៅប៉ុន្តែបើសិនជាអ្នកគ្នាអត់ចង់លេងទេដោយសារតែនៅក្នុងកុំព្យូទ័ររបស់អ្នកគ្នាមានឯកសារសំខាន់អញ្ចឹងទៅខ្ញុំអត់ចង់លេងទេណាមួយខ្ញុំខ្លាច virus ចូលកុំព្យូទ័ររបស់ខ្ញុំចឹងខ្ញុំគួរធ្វើម៉េចអញ្ចឹងចម្លើយគឺអត់មានអីពិបាកទេគឺគ្នាយើងត្រូវការចំណាយលុយដើម្បីទៅទិញ game ឬមួយក៏ទិញ account ដើម្បីយកមកលេងតែបើសិនជាអ្នកគ្នាទិញ account ខ្ញុំសូម recommend client មួយដែលមានឈ្មោះថា Feather Client អញ្ចឹងខ្ញុំគិតថា client មួយហ្នឹងគឺអ្នកគ្នាប្រកាសជាស្គាល់ច្រើនហើយដោយសារតែវាល្បីខ្លាំងមែនទែន client មួយហ្នឹងហើយនៅក្នុង app មួយហ្នឹងនៅពេលដែលយើងលេងទៅក៏យើងស្រួល add មកក៏ដូចជាស្រួល add resource page ផងដែរនិយាយទៅគឺវាស្រួល add តែម្ដងហើយបើសិនជាអ្នកគ្នាចង់ add resource page មួយក៏មកនៅខាងក្រៅចូលទៅក្នុងនឹងបន្ថែមក៏យើងអាច add បានដែរហើយសូម្បីតែអ្នកលេង Minecraft ល្បីនៅក្នុងស្រុកខ្មែររបស់យើងក៏គាត់ប្រើ app នេះដើម្បីលេងដូចគ្នាដូចជាបងស៊ីងបងខ្ជុបខ្មែរបងគីរ៉ាអីជាដើមក៏គាត់ប្រើ app នេះដើម្បីលេងដូចគ្នាសូម្បីតែខ្ញុំក៏ប្រើ app នេះដើម្បីលេងដូចគ្នាដោយសារតែវាស្រួល add mod ស្រួល add resource page ក៏ដូចជាវាជួយ boost app របស់យើងបានតិចផងដែរហើយ app ហ្នឹងគឺយើងអាច download មកលេងបានដោយ free ទេនៅក្នុង browser ប៉ុន្តែដើម្បីលេងបានលុះត្រាតែយើងមាន account Minecraft Premium យកទៅ log in ជាមួយនឹង client មួយហ្នឹងដោយសារតែ client មួយហ្នឹងគឺជា client Premium ហើយបើសិនជាអ្នកគ្នាចង់ចូលលេងតែអ្នកគ្នាអត់មាន account Minecraft Premium ដើម្បី log in ចូលលេងទេអញ្ចឹងអ្នកគ្នាអាចតាក់ទងមកខ្ញុំបានដែលខ្ញុំមានលក់ហើយចំពោះ Telegram តាក់ទងទិញវិញគឺខ្ញុំទុកនៅលើវីដេអូមួយហ្នឹងគឺអ្នកគ្នាអាចឆាតមកខ្ញុំបានតែបើចេះមិនមែនឆាតមកកណាឆាតមកទិញ account ហើយហ្នឹងឯងអញ្ចឹងវីដេអូមួយហ្នឹងក៏មានតែប៉ុណ្្នឹងដែរគឺខ្ញុំចង់និយាយតែប៉ុណ្្នឹងទេហើយបើសិនជាខ្ញុំនិយាយទៅលឺលួមួយក៏ខ្វះខាតអីខ្ញុំសូមអធិស្ឋានទុកជាមុនផងដោយសារតែអីគឺខ្ញុំមិនមែនជាអ្នក professional ខាងហ្នឹងនោះទេគឺខ្ញុំគ្រាន់តែដឹងខ្លះពីគ្នាយើងមួយក៏ខ្ញុំអស់ TikTok ទៅឃើញហើយខ្ញុំចង់ចែករំលែកគ្នាយើងតែប៉ុណ្ណោះហ្នឹងហើយអញ្ចឹងជាចុងក្រោយពីខ្ញុំបាទលីខាងសូមអរគុណនិងសូមគោរពលាជួបគ្នានៅវីដេអូក្រោយទៀត Bye bye and see you the next video